វីដេអូហ្នឹងប្រហែលជាខ្ញុំថតតាំងពី2ខែមុនហ្មងព្រោះដោយសារតែពេលហ្នឹងខ្ញុំលបលអត់បានធ្វើវីដេអូទេបានធ្វើថតទុកសិនអញ្ចឹងពេលហ្នឹងខ្ញុំកំពុងតែធ្វើដំណើរទៅពហិននៅចិត្តដុំសាលារៀនខ្ញុំអញ្ចឹងថ្ងៃហ្នឹងគឺល្អមែនតើព្រោះដោយសារតែវាមានព្រិលធ្លាក់មកសិចរហូតហ្មងពេលខ្ញុំដើរតាមផ្លូវទៅពហិនហ្នឹងក៏ខ្ញុំឃើញមានគេអូសក្មេងជិះលើតកផ្លូវដែលខ្ញុំកំពុងដើរហ្នឹងគឺវារៀបទេតែបើសិនជាមានផ្លូវទួលអីអាហ្នឹងជិះស្គីគឺសប្បាយមែនតើបាទឥឡូវនេះខ្ញុំដើរដល់ពហិនហ្នឹងហើយគឺទេសភាពរូបភាពគឺស្អាតមែនតើនៅពហិនហ្នឹងភាគច្រើននៅពេលដែលមិត្តភ័ក្តិខ្ញុំមកលេងដានម៉ាក់ហ្នឹងគឺគេតែងតែហៅខ្ញុំឲ្យនាំគេទៅមើលពហិនហ្នឹងអញ្ចឹងពហិនហ្នឹងមើលពីក្រៅទៅគឺតាក់ទាញមែនតើព្រោះវាធំហើយការ design មកខាងក្នុងហើយនិងខាងក្រៅគឺស្អាតមែនតើពេលដែលខ្ញុំដើរចូលពហិនហ្នឹងក៏ខ្ញុំឃើញគេមានដុតទៀនអញ្ចឹងទៅក៏ខ្ញុំទៀនយកទៀនមកដុតដែរអញ្ចឹងពេលហ្នឹងគឺខ្ញុំមិនដឹងថាខ្ញុំត្រូវសាពះឬក៏ត្រូវធ្វើមិនទេអញ្ចឹងទៅក៏ខ្ញុំឈរស្ងៀមទៅហើយនិយាយសុំបំណងប្រាថ្នាក្នុងចិត្តអីចឹងណាដល់ពេលខ្ញុំអុជទៀនរួចទៅក៏ខ្ញុំដើរចូលទៅក្នុងពហិអញ្ចឹងហើយថតឲ្យអ្នកទាំងអស់គ្នាមើលថ្ងៃហ្នឹងគឺអត់ស្អីមានមនុស្សទៅមើលហ្មងទេតាមខ្ញុំចាំអត់ខុសបើមិនថ្ងៃសៅរ៍ក៏ងាត់ទៅដែរព្រោះដោយសារតែពេលហ្នឹងខ្ញុំទៅរៀនទេបើសិនជាថ្ងៃច័ន្ទដល់ថ្ងៃសុក្រហ្នឹងគឺខ្ញុំអត់ទៅអត់បានទេព្រោះថាជាប់រៀនហ្នឹងពេលដែលទៅលេងពហិហ្នឹងគឺអត់សូវបានយូរទេព្រោះដោយសារតែខ្ញុំធ្លាប់ទៅច្រើនដងហ្នឹងគ្រាន់តែថ្ងៃហ្នឹងខ្ញុំទៅជូនមិត្តភក្តិខ្ញុំទៅមើលអញ្ចឹងណាហើយវាថតរូបពីរបីប៉ុស្តិ៍អីចឹងទៅក៏យើងចេញមកវិញអញ្ចឹងជាធម្មតានៅពេលដែលយើងទៅលេងពហិហ្នឹងរួចទៅគឺយើងទៅកន្លែងមួយទៀតទល់មុខពហិហ្នឹងទល់មុខកន្លែងពហិហ្នឹងគឺមានកន្លែងបញ្ចុះសពកន្លែងហ្នឹងគឺធំហើយស្អាតព្រោះដោយសារតែគេហ្នឹងដាំដើមឈើអីគឺស្អាតមែនតើជាពិសេសខែក្តៅគឺកន្លែងហ្នឹងគឺល្បីមែនតើដោយសារតែគេទៅកន្លែងហ្នឹងដើម្បីមើលដើមសាគូរ៉ាកន្លែងហ្នឹងគឺកាលពីឆ្នាំមុនហ្នឹងគឺខ្ញុំបានថតឲ្យអ្នកទាំងអស់គ្នាមើលរួចហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឃើញដើមសាគូរ៉ាអាចមើលវីដេអូចាស់ពីមុនរបស់ខ្ញុំអញ្ចឹង